ការប្រកួតកីឡាគុណបុក្កតោគឺយើងដាក់បន្ទុកឲ្យក្រដាស់បាទអញ្ចឹងវាមិនទាន់បានចូលទៅដល់សម័យកាលទំនើបដែលគេប្រើប្រព័ន្ធ digital គេប្រើ system ប៉ុន្តែដោយសារនៅក្នុងឆ្នាំហ្នឹងក្រុមការងារបច្ចេកទេសរបស់សហព័ន្ធយើងប្រឹងប្រែងបង្កើតនៅប្រព័ន្ធនៃការដាក់បន្ទុកដោយខ្លួនឯងបាទជាប្រព័ន្ធដាក់បន្ទុកបង្កើតដោយសហព័ន្ធកីឡាគុណបុក្កតោកម្ពុជានឹងតែម្ដងដើម្បីឲ្យងាយស្រួលនៅក្នុងការដាក់បន្ទុកហើយទាំងអស់គ្នាឃើញនៅក្នុង scoreboard ដែលជាទូទៅយើងឃើញនៅក្នុងកីឡាសម័យទំនើបកីឡាអូឡ িম্প ពិកអីហ្នឹងគេមានប្រព័ន្ធដាក់បន្ទុកប៉ុណ្ណាឥឡូវ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សបាទសម្រាប់តកតងទៅនឹងការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025នេះដែលយើងធ្វើនៅក្នុងឆ្នាំ2026បាទតកតងទៅនឹងភាពខុសប្លែកมันមានអីច្រើនទេក៏ប៉ុន្តែមានវឌ្ឍនភាពនៅក្នុងការអភិវឌ្ឍកីឡាប្រពៃណីយើងឲ្យវាទៅជាកីឡាទំនើបមួយវាហោដូចយើងឃើញនៅក្នុងការប្រកួតខាងក្រោយនេះកាលខាងដើមឡើយយើងការប្រកួតកីឡាគុណបុក្កតោគឺយើងដាក់បន្ទុកឲ្យក្រដាស់បាទអញ្ចឹងវាមិនទាន់បានចូលទៅដល់សម័យកាលទំនើបដែលគេប្រើប្រព័ន្ធ digital គេប្រើ system ប៉ុន្តែដោយសារនៅក្នុងឆ្នាំហ្នឹងក្រុមការងារបច្ចេកទេសរបស់សហព័ន្ធយើងប្រឹងប្រែងបង្កើតនៅប្រព័ន្ធនៃការដាក់បន្ទុកដោយខ្លួនឯងបាទជាប្រព័ន្ធដាក់បន្ទុកបង្កើតដោយសហព័ន្ធកីឡាគុណបុក្កតោកម្ពុជានឹងតែម្ដងដើម្បីឲ្យងាយស្រួលនៅក្នុងការដាក់បន្ទុកហើយទាំងអស់គ្នាឃើញនៅក្នុង scoreboard ដែលជាទូទៅយើងឃើញនៅក្នុងកីឡាសម័យទំនើបកីឡាអូឡ িম্প ពិកអីហ្នឹងគេមានប្រព័ន្ធដាក់បន្ទុកប៉ុណ្ណាឥឡូវយើងនេះកីឡាប្រពៃណីរបស់យើងក៏យើងមានដូចគេដែរបាទគឺតាក់ទងជាមួយនឹងការបញ្ជ្រាបឲ្យការដាក់បន្ទុកជាលក្ខណៈបច្ចេកវិទ្យាទំនើបទេតើមានការលំបាកដែរទេគ្រូបាទកាលដំបូងមានការលំបាកដោយសារបងប្អូនយើងជាពិសេសគ្រូគាត់ឲ្យតែគិតពីគុណបុក្កតោគិតដល់ទៅលើអ្វីដែលបុរាណឃើញទេដែលបុរាណដល់អញ្ចឹងពិបាកនៅក្នុងការធ្វើទំនើបកម្មបច្ចុប្បន្ននឹងបន្តិចក៏ប៉ុន្តែទោះជាយ៉ាងណាដោយសារនៅក្នុងសហព័ន្ធយើងក្រោមការយើងមានការឧបត្ថម្ភគ្រប់គ្រងពីក្រសួងអប់រំយុវជននិងកីឡានៅក្នុងការបើកវគ្គបណ្ដុះបណ្ដាលទាំងគ្រូទាំងមន្ត្រីបច្ចេកទេសឃើញទេដល់អញ្ចឹងនៅក្នុងវគ្គហ្នឹងហើយដែលយើងបញ្ជ្រាបនៅជំនាញថ្មីដល់ពួកគាត់បាទបន្ថែមកម្រិតបច្ចេកទេសបានន័យថាបច្ចេកទេសដែលយើងធ្វើដោយដៃទៅជាបច្ចេកទេសមួយដែលយើងសម្រេចចិត្តនឹងការដាក់បន្ទុកទៅដោយប្រព័ន្ធដាក់បន្ទុកបែប digital បាទសូមបកសួរទៅលើលោកគ្រូសុងវិញដោយសារលោកគ្រូគឺជាពិតជាចាស់គុណម្នាក់ដែរជាពិសេសក៏ជាកីឡាករបដាម្នាក់នៅខាងជាតិតាំងទសវត្សរ៍ទី80ផងហើយអញ្ចឹងលោកគ្រូតែខែខាងនេះយើងក្នុងនៅគុកជាតិមួយគឺវត្តមានរបស់លោកប្រតិចាសានកុងសៀនហើយដោយសារលោកគ្រូគឺជាប្រតិចាដែរចឹងលោកគ្រូយល់ឃើញយ៉ាងណាដែរចំពោះការរៀបចំនេះដោយគ្មានវត្តមានលោកគ្រូសានកុងសៀនបាទហ្នឹងហើយក្នុងការដែលយើងបាត់បង់ធនធានដ៏កម្រហើយយើងមានការសោកស្ដាយក៏ប៉ុន្តែជីវិតគឺថាធម្មតាទេគេថាមិនអាចថិតថេរទេគេថាការចាស់ឈឺស្លាប់ជារឿងធម្មតាក៏ប៉ុន្តែទោះបីយ៉ាងណាអ្វីដែលជាស្នាដៃរបស់គាត់បានបន្សល់ទុកគឺអត់មានសារប្រលាបទេទោះបីថារូបកាយគាត់ដែលបាត់បង់ទៅមែនក៏ប៉ុន្តែគេឈ្មោះនិងកិត្តិយសដល់ប្រពៃរបស់គាត់ដែលបានស្ថាបនាឡើងហ្នឹងគឺជាគេដំណើរបន្តវេនសម្រាប់ទៅថ្ងៃអនាគតបាទមួយទៀតគ្រូអួតអារម្មណ៍ដោយសារយើងគៀកមកចូលឆ្នាំខ្មែរប្រពៃណីហើយក៏មានសង្គ្រាមដែរជាទូទៅខ្ញុំឃើញតាមសាលាមួយចំនួនក៏ដូចជាខេត្តគាត់តែងតែអញ្ជើញខេត្តគុណរបស់កតោយើងហ្នឹងទៅសម្ដែងនៅក្នុងព្រឹត្តិការណ៍សង្គ្រាមអញ្ចឹងសម្រាប់ឆ្នាំនេះដែរសម្រាប់គាត់មានការត្រៀមយ៉ាងណាដែរចំពោះការចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គ្រាមជាពិសេសនគរសង្គ្រាមក្នុងឆ្នាំនេះបាទតើតើទៅនឹងពិធីបុណ្យចូលឆ្នាំយើងបែងចែកយើងជាពីផ្នែកធំបានន័យថាគុណរបស់កតោក្រៅពីការប្រកួតយើងមានការវឹកហាត់និងការអនុវត្តជាលក្ខណៈប្រពៃណីទោះតែពួកគាត់មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីវឹកហាត់ដើម្បីប្រកួតប៉ុន្តែពួកគាត់ចេះនៅក្បាច់គុណនឹងនៅតាមមូលដ្ឋាន
អញ្ចឹងនៅតាមមូលដ្ឋាននីមួយៗនៅតាមសាលានីមួយៗគាត់មានសិស្សគុណដែលគាត់ហ្វឹកហាត់បន្តចែកចាយគ្នាបន្តគាត់អាចធ្វើចងជាក្រុមចងជាពួកដើម្បីធ្វើការហ្វឹកហាត់និងបង្ហាញនៅក្នុងបុណ្យប្រពៃណីជាតិនេះសម្រាប់នៅក្នុងសហគមន៍ដែលឡែកសម្រាប់សហព័ន្ធគឺទទួលបានការទុកចិត្តពីសហភាពសហព័ន្ធយុវជនកម្ពុជាក៏យើងនៅក្នុងការត្រៀមលក្ខណៈរៀបចំនគរសង្ក្រាន្តដែលឆ្នាំនេះខុសប្លែកពីឆ្នាំមុនគឺយើងធ្វើនៅក្នុងរាជធានីភ្នំពេញអញ្ចឹងសហព័ន្ធត្រៀមកម្លាំងប្រមាណជិត100នាក់ដើម្បីចូលរួមរៀបចំនិងចូលរួមនៅក្នុងការបង្ហាញនៅសិល្បៈគុណរបស់កតោនេះនៅក្នុងពិធីអង្គរសង្ក្រាន្តទៅតាមផែនការដែលសហភាពសហព័ន្ធយុវជនកម្ពុជាដាក់មកឲ្យសហព័ន្ធបាទ